បាទជាបឋមសូមគោរពដល់លោកសាស្ត្រាចារ្យឆានកំសឿនលោកសាស្ត្រាចារ្យសុកឆនលោកសាស្ត្រាចារ្យកែនរាំងសីលោកសាស្ត្រាចារ្យច័ន្ទវឌ្ឍនានិងគរុនិស្សិតដែលសិក្សានៅកម្មវិធីលើកកម្ពស់គុណវិទ្យាគ្រូបង្រៀនចំនួនទី4ជាទីគោរពខ្ញុំបាទឈ្មោះនរប៉ាវជាតំណាងក្រុមថ្នាក់ K13 ក្រុមទី3ដែលមានសមាជិក14រូបសូមមកបកស្រាយពីប្រវត្តិភូមិស្រុកទី1គឺប្រវត្តិភូមិសូសែនបាទដែលអ្នកសម្ភាសគឺខ្ញុំបាទផ្ទាល់បាទអ្នកដែលត្រូវគេសម្ភាសគឺលោកគ្រូពាន់ថុលគាត់ជាគ្រូបង្រៀនអាយុ66ឆ្នាំមានទីលំនៅនៅភូមិសូសែនបាទកិច្ចសម្ភាសមានដូចតទៅបាទហេតុដែលគេដាក់ឈ្មោះថាភូមិសូសែនព្រោះតែកាលពីដើមមានមេតបមួយឈ្មោះថាសូសែនមកបោះជំរំនៅទីហ្នឹងហើយមានស្លាកស្នាមបាទនៅខាងក្រោយវត្តសូសែនហ្នឹងមានថ្មបាយក្រៀមមានបាទជាផ្តែរទ្វារជាវត្ថុបុរាណនៅទីនោះប្រហែលជាកំទេចកំទីរបស់ប្រាសាទមានគ្រឹះប្រាសាទមានអីនៅនោះដល់ពេលមេតបនោះស្លាប់ទៅកូនចៅរបស់គាត់បានមកតាំងទីលំនៅនៅទីនោះរហូតមកលុះដាច់ឆ្នាំម្ដងគេតែងតែយកបាយសម្លបង្អែមគ្រឿងផ្សេងហ្នឹងទៅគោរពវិញ្ញាណក្ខន្ធរបស់គាត់យូរទៅក៏คล้ายទៅជាបាទអ្នកតាសូសែនហើយអ្នកភូមិក៏ហៅថាភូមិសូសែនតរៀងមកបាទហើយភូមិសូសែនហ្នឹងបាទនៅក្នុង Google អ្នកលោកគ្រូអ្នកគ្រូ search ទៅគឺឃើញថាសរសេរខុសតែឥឡូវរដ្ឋអំណាចបានសរសេរមកត្រូវវិញហើយគឺសដាក់ស្រៈអូរោសដាក់ស្រៈអែនិងណូជាងយោបាទបន្តមកទៀតគឺប្រវត្តិភូមិអូកំបោរបាទសម្ភាសដោយខ្ញុំបាទដដែលទៅសម្ភាសលោកយាយឈ្មោះសួនពុកអាយុ89ឆ្នាំដែលមានទីលំនៅនៅភូមិអូកំបោរបាទកិច្ចសម្ភាសមានដូចតទៅបាទបានជាគេហៅថាភូមិអូកំបោរពីព្រោះបាទកាលពីដើមភូមិនោះមានឈ្មោះថាភូមិអូស្វាយសដោយអូនោះសម្បូរទៅដោយដើមស្វាយដែលមានសាច់ពណ៌សដុះនៅតាមមាត់អូក្រោយមកដើមស្វាយទាំងនោះងាប់អស់សល់តែអូហើយទឹកហ្នឹងវាហូរខួបប្រាំងខួបវស្សាដោយមានដង្ហើមទឹករាក់ក្នុងអូនោះសុទ្ធតែថ្មកំបោរសអ្នកខ្លះគាត់ទៅរើសអាគ្រួសថ្មសហ្នឹងយកទៅសរសេរចំនួនដីសបាទគាត់យកទៅវាយបំបែកអាថ្មថ្មកបោរហ្នឹងដោយយកទៅដាក់នៅក្នុងធាងលហុងហើយយកធាងលហុងធ្វើជាពុំដើម្បីធ្វើជាដីសយកទៅសរសេរជំនួសបន្តមកទៀតដោយសារតែអូស្វាយសនោះវាសម្បូរដល់កបោពេកគេហៅឈ្មោះនោះដូរឈ្មោះថាអូកំបោទៅវិញបាទតាំងពីពេលនោះមកគេហៅថាភូមិអូកំបោរហូតដល់សប្តាហ៍ថ្ងៃបច្ចុប្បន្ននេះភូមិអូកំបោមានព្រំប្រទល់នៅខាងកើតជាប់ភូមិរងគោខាងលិចជាប់ភូមិព្រៃរំដេងហើយខាងជើងជាប់ភូមិរំដួលបាទនៅក្នុងឃុំបារាយស្រុកព្រៃឈរខេត្តកំពង់ចាមបាទកិច្ចសម្ភាសរបស់ខ្ញុំមានតែប៉ុណ្ណឹងបាទសូមអរគុណសូមគោរពលាសូមជូនពរលោកគ្រូអ្នកគ្រូនិស្សិតឲ្យជួបតែសំណាងល្អសុខភាពល្អបាទសូមគោរពជម្រាបលា